miền cái xạ xua thà lâu nâng bị khổ và còn đại lui sờ lạnh sấy trời gặp bạn đại rực tề trầm tại mà lui sờ lạnh không chất á trời gặp bạn đại rực tề miền cái xu hình chẳng hay nhiệt nhóm cất thầm ấy khai mà đem mạnh cái nào ta ọt đạch thế luôn cha nhóm đợt tây tiết Tân cứ tham mấy ông cha bữa ở tân vô vì thôi bà lừa hỏng sầm núa thà xua thà thịt khô lột lột xoong lại bùa nâng á bà con tại miền chất lui sờ lạnh sấy tao trời áp bạn đại rực tề toàn đấy toàn sầm núa đấy thịt khô còn tại miền chất lui sờ lạnh sấy ở ban thời cái thế còn tại miền chất lui sờ lạnh vào này thà khơi cái xa ấy chắc lui sờ lạnh cái nữa khơi cái xa ấy lui sờ lạnh cái lui sờ lạnh cất nó không chất trâm tầm mà cất nó không chất luôn ấy nữa này trời áp bạn đại rực tề ọt trời thế còn là sao mong ấy luôn cha đôi lô bị khổ cào sớm máy pre hả luôn cha để tập bận bạt sẽ lạnh niềng lụa luôn nâng á luôn cha còn là lụi sẽ lạnh ọt bài ọt tật có luôn cha này sấy sao đôi thì chị đi cái nào luôn cha đôi chị ọt đạch thế luôn cha nhôm nhôm đã ví kết hả mấy đấy cha cái ná cái tha mình miền chật ấy chúng bẹ từ ba bà có xoa lại không cha rồi ở dương ở bàn rồi nhôm hốt đây cái nào tất kháng đau nhưng cái nào tân chỉ bạc không thơ phóng cái nào đang tham mấy của nát lái tha ai tề mày tê nhôm đợt tây tiết nhôm thề nứt cơ tầm mấy nhôm thề đấy đặt ông tu chơi thì tụi nuôi nó với mình từ là đôi đôi sang mong tho luôn cha đôi giờ ắt bà dạ bà đấy bàn tay còn là sang mong tho cha này tho sang mong nè chẳng là má phải chạy xong đồ mà đòn tiền cái xua tha thịt khô trâm tay lui sờ lạnh sầyในក្នុងចិត្តអត់បានទៅធ្វើអីគេទេត្រឹមតែមិនលួចស្រឡាញ់នៅក្នុងចិត្តគិតនៅក្នុងចិត្តតើត្រូវអាបត្តិអីដែរឬទេតាមវិន័យយើងនិយាយតាមវិន័យយើងកុំនិយាយតាមធម៌យើងនិយាយតាមផ្លូវវិន័យរបស់លោកតើមានដាច់ត្រូវអាបត្តិអីដែរឬទេញាតិញោមចំណាំតើហៅដាច់អាបត្តិពាក្យហ្នឹងមិនត្រូវទេណាកុំហៅដាច់អាបត្តិចឹងអាបត្តិហ្នឹងវាជាធម៌មិនល្អអញ្ចឹងបើដាច់នេះល្អហើយរបស់មិនល្អបើដាច់អស់វាល្អប៉ុន្តែអាបត្តិហ្នឹងយើងហៅថាត្រូវអាបត្តិពាក្យហ្នឹងយើងប្រើអញ្ចឹងបានត្រូវអាបត្តិកុំប្រើថាដាច់អាបត្តិត្រូវអាបត្តិបាទនេះដាច់អាក្រក់អស់នៅតែល្អលោកចាហ្នឹងហើយអញ្ចឹងត្រូវអាបត្តិហ្នឹងមិននៅក្នុងវិន័យអដ្ឋកថាសមន្តបាសាតិកាត្រង់និសគីកាន់លោកបញ្យល់ថាអាបត្តិដែលត្រឹមតែកើតតាមផ្លូវចិត្តមិនមានទេបានន័យថាគ្រប់លោកទាំងអស់ដែលបានបួសនេះបើសិនជាត្រឹមតែមកគិតនៅក្នុងចិត្តមិនបានធ្វើតាមកាយឬក៏វាចាទេអញ្ចឹងឥតមានអាបត្តិណាកើតឡើងតាមផ្លូវចិត្តតែម្យ៉ាងទេដូច្នេះនៅក្នុងសំណួរខាងដើមនេះបានន័យថាបើត្រឹមតែមកលួចស្រឡាញ់ស្រីអត់បានទៅធ្វើអីដោយកាយឬដោយវាចាទេអញ្ចឹងភិក្ខុនឹងលោកអត់មានត្រូវអាបត្តិអីទេបើត្រឹមតែលួចស្រឡាញ់អត់មានត្រូវអាបត្តិអីទេហ្នឹងហើយកុំតែទៅធ្វើអីតាមផ្លូវកាយនិងវាចាបើឧទាហរណ៍ថាលោកលួចស្រឡាញ់ស្រីម្នាក់ហ្នឹងឃើញគេមកក៏ព្យាយាមសម្លឹងមើលដោយភ្នែកទៅត្រង់និមិត្តរបស់ស្ត្រីហ្នឹងកន្លែងគេខ្មាស់របស់ស្ត្រីហ្នឹងអញ្ចឹងបើព្យាយាមមើលទៅត្រង់និមិត្តគឺគេខ្មាស់របស់ស្ត្រីហ្នឹងអាហ្នឹងទៅជាហេតុនាំឲ្យត្រូវអាបត្តិព្រោះអីពីព្រោះលោកប្រព្រឹត្តទៅតាមផ្លូវកាយគឺដោយការមើលអាហ្នឹងបានត្រូវអាបត្តិដែរឬមួយក៏ថាលួចស្រឡាញ់គេហើយឃើញគេមកក៏ទៅចាប់អោបគេទៅស្អីអញ្ចឹងអាហ្នឹងបានវាត្រូវអាបត្តិហ្នឹងអញ្ចឹងឬមួយក៏ថាលួចស្រឡាញ់គេហើយទៅនិយាយសារសងអីឲ្យវាហួស
ở húa dễ miền tay cũng nói tiết cho môi sợi trai nè mấy chơi thành gì tại bởi dễ thom mà đá về mình trời bạn ấy thì tại bởi dễ từ về khuôn dễ châu từ đó phim miệng rồi bỏ sợi trai ấy nó trời bạn chẳng bá lui lanh kê hơi trăm tay mà kết thúcនៅក្នុងចិត្តអានឹងតាមផ្លូវវិន័យអត់មានត្រូវអាបត្តិអីតទៅសោះតែមកតតែលួចស្រឡាញ់គេហើយមិនមែនត្រឹមតែមកលួចនៅក្នុងចិត្តណាគឺទៅធ្វើតាមកាយឬក៏ទៅធ្វើតាមវាចាទៀតអានឹងទៅត្រូវអាបត្តិទៅតាមកម្លាំងនៃអាបត្តិដែលលោកធ្វើទៅធ្វើអីក៏ត្រូវអាបត្តិតាមនឹងអញ្ចឹងទៅយល់ទេអញ្ចឹងយល់ហើយលោកចាបើយើងនិយាយតាមផ្លូវធម៌វិញមិននិយាយតាមផ្លូវវិន័យឥឡូវបើសិនជាយើងនិយាយតាមផ្លូវធម៌វិញបើយើងនិយាយតាមផ្លូវធម៌រឿងលួចស្រឡាញ់ស្រីហ្នឹងគឺជារឿងអកុសលចិត្តលោភៈចិត្តអញ្ចឹងសៅម៉ងអីគឺសៅម៉ងចិត្តតែអត់មានត្រូវអាបត្តិតាមផ្លូវវិន័យទេតនពាក្យហ្នឹងធម្មតាលោភៈទោះបីមិនមែនលួចស្រឡាញ់ស្រីក៏ដោយវាសៅម៉ងចិត្តដល់ទាំងអស់ហ្នឹងស្រឡាញ់កប់ខ្លួនឯងលោភៈចិត្តជាប់ចម្ពាក់នឹងស្បង់ជីវោក៏លោភៈចិត្តអកុសលឃើញលោកដែលស្រឡាញ់ស្បង់ជីវោសកត់ទៅកើតជាចៃអាហ្នឹងអកុសលដូច្នេះបានន័យថាបើសិនជាលួចស្រឡាញ់ស្រីត្រឹមតែគិតនៅក្នុងចិត្តបើយើងនិយាយតាមផ្លូវធម៌គឺសៅម៉ងចិត្តពីព្រោះប្រកបដោយលោភៈចិត្តដែលជាអកុសលចិត្តតែបើយើងនិយាយតាមផ្លូវវិន័យគឺអត់មានត្រូវអាបត្តិអីទេតោះនេះអញ្ចឹងតនទេអត់បានរៀនវិន័យអត់ដឹងចាអត់វិន័យទៅធ្លាប់លោកសំដែងអញ្ចឹងដែរលោកតែថាមួយទៀតសំណួរមួយទៀតសំណួរមួយទៀតហ្នឹងគេសួរថាស្រីហ្នឹងអាចប៉ះលោកសងបានអត់ចាប់ណាសួរសំណួរប្រហែលមួយដែរស្ត្រីអាចប៉ះលោកសងបានអត់អាចប៉ះលោកបានអត់អត់បានអញ្ចឹងស្រីយើងនេះនារីហ្នឹងមិនថាចាស់មិនថាក្មេងទេគឺប៉ុណ្ណាក៏ដោយយើងនិយាយទៅទាំងអស់តើអាចប៉ះលោកបានដែរឬទេមកប៉ះលោកបានអត់បានទេលោកចាបានគុំយើងមានចេតនាបើស្នាដើរទៅប៉ះអីយើងអត់ចេតនាផងបងចាបើប៉ះដោយចេតនាអត់បានទេអញ្ចឹងហ៎ណាចេតនាចង់ប៉ះចូលឥឡូវចេះកណាសុំកាត់ណែព្រះអង្គតែថាបើឧទាហរណ៍ថាដោយថាកណាទៅគេចាហាន់លោកដល់កណាលើកថាសទៅលោកទទួលមកគប់ប៉ះនឹងមានចេតនាណាចាអញ្ចឹងហ៎ថាអញ្ចឹងគឺអត់អីទេតែបើមានចេតនាចង់ទៅប៉ះលោកអានឹងអីអញ្ចឹងហ៎នឹងបាបណាមានចេតនាចង់មែនណាអត់ដឹងតាមពិតសំណួរហ្នឹងត្រូវឆ្លើយថ្ងៃសិលមុននេះប៉ុន្តែថ្ងៃសិលភ្លៀងខ្លាំងហ្នឹងទៅក៏មិនបានឡាយសម្ដែងធោអីទេហើយអត់បានឆ្លើយអញ្ចឹងមកឆ្លើយហ្នឹងអញ្ចឹងបញ្ជាក់សំណួរម្ដងទៀតថាបើស្ត្រីនារីទាំងឡាយហ្នឹងមកប៉ះលោកបានអត់លោកហ្នឹងត្រូវអាបត្តិអីដែរឬទេអានេះនិយាយពីរឿងតែវិន័យលោកឯងអត់និយាយរឿងញាតិញោមទេតើស្ត្រីដែលមកប៉ះលោកអត់បានទៅប៉ះញាតិញោមស្រីទេតែញាតិញោមស្រីហ្នឹងមកប៉ះលោកដោយចេតនាឬក៏ដោយអចេតនាតើលោកនឹងមានត្រូវអាបត្តិអីដែរឬទេនិយាយពីវិន័យរបស់លោកចម្លើយឆ្លើយថាបើសិនជាលោកគ្មានចិត្តចង់ប៉ះគេទេគេមកប៉ះលោកដោយខ្លួនឯងទោះបីជាស្ត្រីនឹងមានចេតនាចង់ប៉ះលោកមកប៉ះលោកក៏ដោយមិនមានចេតនាមកប៉ះលោកក៏ដោយលោកអត់មានត្រូវអាបត្តិអីទេអាបត្តិគឺនិយាយតែពីចិត្តដែលលោកចង់ប៉ះគេតែប៉ុណ្ណោះឧទាហរណ៍ថាគុំទៅលោកស្ត្រីម្នាក់ហ្នឹងថ្មភាពឧទាហរណ៍ថាស្ត្រីម្នាក់ហ្នឹងគាត់ស្រឡាញ់លោកដល់ជួបលោកចាប់អោបលោកទៅមកអញ្ចឹងលោកនៅស្ងៀមលោកអត់មានចិត្តចង់ប៉ះស្ត្រីហ្នឹងទេខំរឹងខ្លួននៅស្ងៀមមកអញ្ចឹងលោកហ្នឹងអត់មានត្រូវអាបត្តិអីទេលោកពីព្រោះអត់បានប៉ះស្ត្រីហ្នឹងដោយខ្លួនឯងផងហើយអត់មានចិត្តចង់ប៉ះស្ត្រីហ្នឹងផងហ្នឹងអញ្ចឹង
chụp bộ sợi trai nó baไป luôn cha ស្ត្រីហ្នឹងចាំរួចវគ្គលោកសិនឥឡូវតទៅទៀតបើឧទាហរណ៍ថាស្ត្រីម្នាក់ហ្នឹងកំពុងតែអោបរឹតលោកអញ្ចឹងហើយលោកមានចិត្តចង់ប៉ះស្ត្រីហ្នឹងដែរលោកហ្នឹងត្រឹមតែកម្រើកខ្លួនបន្តិចមិនបាច់ចាំទៅអោបគេវិញទេសំបីតែកម្រើកខ្លួនបន្តិចក៏ដោយទៅប៉ះស្ត្រីហ្នឹងវិញនឹងលោកហ្នឹងទៅត្រូវអាបត្តិតើណាអញ្ចឹងនៅក្នុងរឿងនេះបើលោកទៅប៉ះគេមានចិត្តចង់ប៉ះគេដោយចិត្តចង់ប៉ះសាច់គេអានឹងគេហៅថាកាយសង្សកិរាគៈនៅក្នុងវិន័យលោកហៅថាកាយសង្សកិរាគៈគឺមានចិត្តចង់ប៉ះកាយមានចិត្តចង់ប៉ះកាយអានឹងអាបត្តិសង្ឃេតិសេសបើប៉ះកាយនឹងកាយត្រូវអាបត្តិសង្ឃេតិសេសអាបត្តិធ្ងន់ទី2នឹងអញ្ចឹងសរុបមកនៅក្នុងរឿងវិន័យរបស់លោករឿងប៉ះលោកនេះបើសិនជាញាតិញោមស្រីមកប៉ះលោកដោយកាយក៏ដោយឬមួយក៏យ៉ាងម៉េចក៏ដោយញាតិញោមនិយាយពីញាតិញោមថាមកប៉ះលោកសូម្បីមកអោបលោកក៏ដោយបើសិនជាលោកមិនមានចិត្តចង់ប៉ះញាតិញោមទេអាហ្នឹងគឺលោកអត់មានត្រូវអាបត្តិអីទេលោកត្រាណាតែលោកមានចិត្តចង់ប៉ះហើយបានប៉ះញាតិញោមមែនហ្នឹងទៅត្រូវអាបត្តិលោកបើសូម្បីតែមានចិត្តចង់ប៉ះញាតិញោមមិនបានយកដៃទៅប៉ះផ្ទាល់ក៏ដោយណាសូម្បីតែឧទាហរណ៍ថាលេងឃើញស្រីក្មេងអីអញ្ចឹងលោកលួចស្រឡាញ់គេអញ្ចឹងចង់ប៉ះកាយគេក៏យកដុំដីទៅគប់គេលេងអានោះលោកក៏ត្រូវអាបត្តិដែរមិនចាំបាច់តតែទៅប៉ះផ្ទាល់ទេឬមួយក៏ថាមានឈើមានពតអីអញ្ចឹងមានឈើអីអញ្ចឹងឃើញសាច់គេល្អអីអញ្ចឹងទៅស្រឡាញ់គេចង់ប៉ះកាយគេប៉ះដៃវាគិតថាវាមិនសមក៏យកឈើនឹងទៅប៉ះជំនួសសូម្បីតែយកឈើទៅកាន់ឈើទៅប៉ះក៏ដោយលោកហ្នឹងក៏ត្រូវអាបត្តិដែរមិនបាច់ចាំតល់តែយកដៃហ្នឹងទៅប៉ះផ្ទាល់ទេយល់លេងចឹងគ្រាន់តែថាកម្រិតនៃការត្រូវហ្នឹងវាផ្សេងបើសិនជាប៉ះកាយនឹងកាយផ្ទាល់អាហ្នឹងគឺឧទាហរណ៍ថាយកដៃអញ្ចឹងទៅប៉ះកាយគេផ្ទាល់អញ្ចឹងទៅហ្មងកាន់ដៃគ្នាឬក៏ទៅប៉ះកាយផ្ទាល់អញ្ចឹងអាហ្នឹងភិក្ខុលោកត្រូវអាបត្តិសង្ឃេតិសេសទៅតែបើត្រឹមតែមកគប់អាហ្នឹងត្រូវអាបត្តិទុកគាត់ទៅហ្នឹងយកដុំដីដុំថ្មអីគប់គេអញ្ចឹងហ្នឹងអាហ្នឹងត្រូវអាបត្តិទុកគាត់អាបត្តិស្រាលចប់មករឿងលោកញាតិញោមវិញបើញោមស្រឡាញ់លោកដោយរាគៈដោយតណ្ហាទៅអោបលោកអាហ្នឹងសួរថាញោមហ្នឹងតើបាបដែរឬទេបាបប្រព្រឹត្តទៅតាមផ្លូវចិត្តនឹងទៅធ្វើអញ្ចឹងអកុសលចិត្តឯងលោភៈតណ្ហាហ្នឹងបាបឯងបាបញាតិញោមហ្នឹងយល់អញ្ចឹងហ្នឹងហើយតែបើយើងនិយាយតាមផ្លូវវិន័យវាអត់មានខុសអីទេតាមផ្លូវវិន័យលោកមិនខុសអីទេឧទាហរណ៍ថាមានសំណួរអញ្ចេះទេនៅរឿងប៉ះហ្នឹងឧទាហរណ៍ថាលោកតាលោកចាស់ហើយអត់មានអ្នកណាមើលមានញាតិញោមស្រីចាស់ដូចគ្នាហ្នឹងគាត់មកពេលលោកតាអាពាតអីមកកោសខ្យល់កោសអីឲ្យអីអញ្ចឹងតើបានដែរឬទេវាខុសនឹងវិន័យលោកអត់នឹងបើសិនជាលោកអត់ចង់ប៉ះញោមទេប៉ះនៅក្នុងទីនេះគឺចង់និយាយប៉ះដោយកាយសង្សកិរាគៈគឺមានរាគៈចង់ទៅស្ទាបង្អែលគេទេបើសិនជាលោកនឹងអត់បានទៅស្ទាបគេទេអាហ្នឹងលោកអត់មានត្រូវបាត់អីទេញាតិញោមកោសខ្យល់កោសអីហ្នឹងបានយល់អាត្មានិយាយទេណានៅក្នុងន័យចឹងកណាស្រាប់កោសឲ្យណែនដែរចៅបកើហើយចៅហ្នឹងហើយចៅបងជីដូនមួយអីចឹងចូលលោកអាពេតហើយក្តៅកគុកហើយមិនកោសមិនកោសកសែងជូតអីចឹងទៅកណាក៏ធ្លាប់ដែរលោកចាស់លោកអាពាតដែរអញ្ចឹងកណាធ្លាប់បង្រើលោកដែរអញ្ចឹងលោកចាស់ធ្លាប់ដែរអញ្ចឹងញាតិញោមមិនបាច់ចាំថាតើខ្ញុំកណាបាបដែរឬទេហើយលោកដែលឲ្យខ្ញុំកណាបំរើហ្នឹងលោកមានត្រូវអាបត្តិត្រូវទោសអីទេបើក្នុងចិត្តញាតិញោមគិតត្រឹមតែមកទៅជួយបំរើលោកថែទាំលោកអាពាតញាតិញោមបានបន់យល់ទេញាតិញោមបានបន់ព្រោះនៅក្នុងចិត្តល្អចិត្តដែលទៅបំរើលោកចិត្តល្អហើយទៅបំរើលោកណា
từ chui lâu gặp tiền đó chặt ó cháu nhóm ban bòn thấy cho mai ai lâu mai ai chặt lố dựng kịch đại ta lâu nâng miền cai và sang sự kiện riêng kiện tế miền chặt kịch hay trong tờ steam ai cai nhiệt nhôm sray nâng tế hay ban cai cọt này rồi tế thà bờ sân chỉ miền chặt nâng tế lục kịch đặc biệt riêng áp biệt nó miền từ cai và sang sự kiện riêng kiện na tế trong bọt miền tế lố có miền tốt nhiệt nhôm có bàn bòn toàn đấy tai bậc nông khả năng để nhiệt nhôm sray từ cọc cho chụp cho lại lột nâng ấy khôi trừ hay nơi miền cai và sang sự kiện trong xem ai cai cái tiếp của vô đây từ ba nhiệt nhôm sray ấy đây còn pung từ cọc cho lại luôn ấy nữa nó tra bạc rồi tốt lâu bình vô lên chẳng cái ná thọp bằng ra lốp chia tay tạ tiện đã cả lốp và thọp bù hết luôn cha cái ná thọp bằng ra cả lốp ở biệt chứng cái ná từ bằng ra từ chui mơ ấy chẳng đái luôn cha nó mùi mà chậm nói sầm núi nó tệ tôn đường rương pa nó rương bầm ra lộn nó chẳng ở nhiệt nhóm cơ mà vì chay rồi dày bị vô rồi vậy mà miền chặt ó từ phớ bàn bòn này